Tassa Bhagavata Arahato Sama Sambuddhassa Namo Tassa Bhagavata Arahato Sama Sambuddhassa Namo Tassa Bhagavata Arahato Sama Sambuddhassa ខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីនមស្ការថ្វាយបង្គំទៅទឹកដើមចំពោះគុណនៃព្រះអរហន្តមុនីសម្មាសម្ពុទ្ធព្រះអង្គនោះដោយសេចក្តីគោរពជ្រះថ្លាមួយលើដោយព្រះធម៌និងព្រះសង្ឃដោយសេចក្តីគោរពនិងសូមអនុមោទនាដល់សេចក្តីល្អរបស់ព្រះករុណាគ្រប់ព្រះអង្គទាំងដែលគង់ស្ដាប់ព្រះធម៌នៅនៃផ្ទះបុណ្យនេះនិងបុណ្យកុសលសពគ្រប់អនុទាំងអស់របស់ព្រះករុណាញាតិញោមពុទ្ធបរិស័ទជាពិសេសបុណ្យថ្មីដែលកើតឡើងនៅវិរិយគ្រានេះជាពិសេសចេតនាដែលចង់ឡើងដើម្បីស្ដាប់ព្រះធម៌នៅពេលនេះឯងដើម្បីទុកដាក់ក្នុងសន្តានចិត្តដើម្បីសេចក្តីចម្រើនដើម្បីសេចក្តីសុខតរៀងទៅនៅក្នុងថ្ងៃនេះជាពិសេសញោមបាសិកាជាម្ចាស់ដើមបុណ្យរួមទាំងសាច់ញាតិជានិច្ចកាលវាលែងទៅពេលសម្រានលងលក់ទៅដែលមិនបាននឹកទៅដល់ប្របានសពបានសេវីដែលទៅតែចែកឋានថ្មីនោះជាអារម្មណ៍មួយធ្វើឲ្យយើងទាំងអស់គ្នាជាសាច់ញាតិជាធម្មតាដែលធ្លាប់មានការស្និទ្ធស្នាលធ្លាប់មានការរួមរស់ជាមួយគ្នាមានការអាឡោះអាល័យជារឿងធម្មតានៃចិត្តដែលត្រូវតែចប់ជំពាក់ដរាបណាមិនតាន់ជាបដិវេខបុគ្គលអ្នកដែលឆ្លងដល់កាយហើយនោះសំបីតែព្រះអរិយបុគ្គលថ្នាក់ក្រោមខ្លះក៏គង់មានសេចក្តីសោកព្រោះការប្រត់ប្រាស់ណាក៏ប៉ុន្តែត្រង់ថាលោកមិនសោយសោករហូតដល់ភ្លេចស្មារតីហើយយើងទាំងអស់គ្នាក៏មិនមែនជាសត្វកំព្រាអត់មានពាក្យទូលមានសម្រាប់ដាស់តឿនការរំលឹកស្មារតីនោះដែរណាយើងក៏បាននៅគិតកាត់ជាមួយនឹងបរតនត្រ័យនឹងអស់កាលជាយូរអង្វែងណាស់មកហើយបើទុកជាមានសេចក្តីសោកមកគ្រប់សង្កត់ក៏វាអាចមានវេលាគ្រាខ្លះឧបនិស្ស័យអធិស្ស្រ័យដែលធ្លាប់សន្សំក្នុងការពិចារណានៅសង្ខារធម៌តាមក្រសែនៃព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនោះមានឱកាសមានពេលវេលាដូចជាពេលដែលយើងក៏លេចឃើញព្រះសម្មាសម្ពុទ្ធដែលជាពុទ្ធបរិមាក៏លេចឃើញនៅព្រះបរមពោធិព្រឹក្សឬក៏លើកសម្លេងព្រះធម៌ជាដើមឧបនិស្ស័យដែលយើងធ្លាប់សន្សំនឹងឯងនឹងចូលមកជួយរំលែកនៅសេចក្តីទុក្ខរបស់យើងហើយធ្វើឲ្យយើងមានបញ្ញាកាត់ក្តីនៅរឿងរ៉ាវដែលមកដល់ជីវិតបានដោយគណៈហៅថាតាំងខតិកៈដោយគណៈវាមិនមែនជាវឹកខំគណៈឬក៏សមុច្ឆេតៈតែដោយគណៈនៃកម្លាំងឧបនិស្ស័យបុណ្យកុសលនោះដូច្នេះបុណ្យកុសលណាទាំងអស់ដែលយើងបានបំពេញមកតាំងពីយូរមកហើយនោះនៅតែបានជួយថែរក្សាឃុំគ្រងប្រាជ្ញាស្មារតីរបស់យើងនឹងឯងឲ្យបានត្រជាក់ត្រជុំទាំងដែលយើងកំពុងតែមានបញ្ហាក្រៅតែអំពីសមាធិព្រះធម៌របស់ព្រះចិត្តស្រីយកមកដាក់ក្នុងសន្តានចិត្តហើយសភាពដែលយើងបានជួបយ៉ាងនេះប្រត់ប្រាស់នៅរបស់ជាទីស្រឡាញ់ជាទីពេញចិត្តជាទីស្និទ្ធស្នាលយ៉ាងនេះមិនដឹងថាយើងទៅយកអ្វីមកជំនួសបដូរនៅការជាប់ចិត្តឬក៏ការនឹកអាឡោះអាល័យឲ្យក្រៃលែងជាងព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធនោះឡើយនឹងអ្នកណាក៏តែងតែធ្លាក់ក្រោមអំណាចនៃសេចក្តីសោកអ្នកមានអ្នកក្រអ្នកតូចអ្នកធំយ៉ាងណាតែងតែមានការប្រត់ប្រាស់ពេលដែលប្រត់ប្រាស់មកដល់នោះមិនអាចដើម្បីពឹងពាក់ពពួកញាតិឬក៏ទ្រព្យសម្បត្តិនឹងមកជួយឲ្យយើងបានសេចក្តីសោកមិនដាច់ទៅទេព្រោះទ្រព្យសម្បត្តិនោះវាមិនអាចទិញជីវិតអ្នកដែលស្លាប់ហើយឲ្យរស់មកវិញបានត្រង់នេះឯងទៅបានជាថាទ្រព្យសម្បត្តិអ្វីនោះមិនអាចចេះតែសម្រេចកិច្ចការសពលើដល់យើងនោះទេនឹងដែលពពួកជនក្នុងលោកតែងតែមានគំនិតគិតដោយសេចក្តីលោភលន់របស់ខ្លួនថាមានលុយមានកាក់មានប្រាក់ធ្វើអ្វីក៏បានប៉ុន្តែញាតិញោមជ្រាបចុះមានប្រាក់ទិញបន់មិនបានទេទិញសិលក៏មិនបានទិញស្ថានសួគ៌ក៏មិនកើត
ដោយជាការរក្សាសិលគឺផ្ដើមឡើងដោយការតាំងចេតនាមានលុយច្រើនយ៉ាងណាបើមិនមានសិទ្ធិឲ្យដាច់សិលរាល់ថ្ងៃដោយការប្រព្រឹត្តល្បែងផ្សេងដោយការសាច់ទឹកស្រវឹងហ្នឹងមិនមែនថាសិលហ្នឹងទៅជាប់ជាមួយអ្នកមានតែទ្រព្យសម្បត្តិទេអ្នកមានទ្រព្យសម្បត្តិភាគច្រើនក៏ច្រើនតែដាច់ដោយសិលនេះអត់បានរើសឋានៈទៅជាប់ទៅជាមួយនឹងអ្នកមានទ្រព្យសម្បត្តិហើយអ្នកក្រទ្រព្យសម្បត្តិមិននៅជាមួយនោះឡើយសិលគឺយុត្តិធម៌ណាញាតិញោមអត់បានរើសមុខរើសមាត់រើសជាតិរើសសាសអ្នកណាដាក់សន្តានចិត្តសមាធិនៅសិលហើយសិលហ្នឹងតែងតែចូលទៅលំអនៅសន្តានចិត្តនៃបុគ្គលនោះបានគ្រប់គ្រាគ្រប់ពេលវេលានិងកុសលចេតនាដែលកើតឡើងអំពីការស្ដាប់ព្រះធម៌នេះក៏ដោយក៏រមែងកើតឡើងមិនរឹតឋានៈដែរអ្នកខ្សត់ខ្សោយទ្រព្យសម្បត្តិក៏អាចសមាទានយកព្រះធម៌ដែលជារបស់មានតម្លៃបានអ្នកមានទ្រព្យសម្បត្តិក៏អាចមានសិទ្ធិក្នុងការទទួលបានដោយរបស់នេះគឺជារបស់ទូទៅដល់ជនក្នុងលោកដែលមានសេចក្តីបំណងបងប្រាថ្នាទោះបីជាស្ថិតនៅទីណាកន្លែងណាក៏ដោយក៏កុសលធម៌គ្រប់ប្រការនេះមិនលះបង់អ្នកដែលត្រូវការនោះឡើយត្រូវបានជាព្រះសម្មាសម្ពុទ្ធជាអម្ចាស់ទ្រង់ត្រាស់សម្ដែងថាសប្បុរសបើទុកជារស់នៅក្នុងទីឆ្ងាយរាប់យោជន៍ឬក៏ឯនីសមុទ្រក៏រមែងប្រាកដក៏ប៉ុន្តែចំពោះជនជាអសប្បុរសជនជាអសប្បុរសទាំងនោះសូម្បីតែរស់នៅជិតគ្នាក៏រមែងមិនប្រាកដដូចជាព្រួយដែលគេបាញ់ក្នុងវេលារាត្រីមិនមានពន្លឺនៃព្រះច័ន្ទគ្រាន់តែចេញបាត់ពីដងធ្នូដងព្រួយនោះទៅក្របព្រួយនោះក៏ត្រូវបាត់ស្រមោលសូម្បីតែអ្នកបាញ់ខ្លួនឯងក៏មិនបានដឹងថាក្របព្រួយនោះត្រូវធ្លាក់ទៅក្នុងទីណានឹងប៉ុន្តែចំពោះសប្បុរសសូម្បីតែនៅឆ្ងាយពីគ្នាក៏រមែងប្រកបដោយសេចក្តីថាដូចជានៅជិតគ្នាបើនិយាយដល់បរមត្តធម៌ដែលឈ្មោះថាជិតគ្នាគឺកុសលធម៌និងកុសលធម៌កុសលធម៌និងកុសលធម៌ដូចជាទេវតានៅឆ្ងាយពីយើងនៅឋានមនុស្សពីមនុស្សទៅទេវតាឆ្ងាយណាស់ក៏ប៉ុន្តែបើមនុស្សនិងទេវតានោះសមាធិនេះជាសិលដូចគ្នាមានបញ្ចសិលដូចគ្នាឈ្មោះថាមនុស្សនិងទេវតារស់នៅជិតគ្នាព្រោះពុទ្ធកុសលដូចគ្នាក៏ប៉ុន្តែបើយើងជាមនុស្សរស់នៅជាមួយគ្នាតែប្រព្រឹត្តធម៌ផ្ទុយពីគ្នាឈ្មោះថានៅឆ្ងាយពីគ្នានេះដោយធម៌ហ្នឹងសម្ដែងឲ្យឃើញច្បាស់អញ្ចឹងកុសលធម្មាជាបដិបត្តិនឹងអកុសលធម្មាណាដូច្នេះធម៌ជាកុសលក្តីអកុសលក្តីវាតែងតែនៅក្នុងសន្តានចិត្តមិនមែននៅជាមួយនឹងរូបរាងកាយទេហើយក៏មិនមែនជាធម៌ដែលកើតឡើងនៅក្នុងអំណាចសត្វបុគ្គលដែរហើយដែលពលយ៉ាងនេះក៏កុំកប់បីយល់ថាធម៌ទាំងឡាយយើងកែប្រែមិនបានដូចជាសភាពធម៌ដែលថាហេតុយ៉ាងណាផលត្រឹមតែយ៉ាងនោះជាការដាស់តឿនស្មារតីសត្វលោកសម្បើមណាស់ដើម្បីកុំឲ្យសត្វលោកនឹងមានសេចក្តីទុក្ខឬក៏ហួងហែងនៅអ្វីៗដែលបានប្រកបចំពោះខ្លួនឯងជាលក្ខណៈបបោអង្អែលសន្តានចិត្តនឹងម្យ៉ាងហើយម្យ៉ាងទៀតដើម្បីឆ្លុះបញ្ចាំងទៅលក្ខណៈធម្មជាតិដែលមិនអាចកែប្រែបានដូចជាចក្ខុវិញ្ញាណដែលកើតឡើងត្រូវតែឃើញរូបយើងមិនអាចខត់មិនឲ្យចក្ខុវិញ្ញាណមិនឃើញរូបបានទេសោតវិញ្ញាណកើតឡើងដើម្បីឮសំឡេងទទួលសំឡេងដូចជាពេលរាត្រីដែលយើងកំពុងតែសម្រានលងលក់នៅក្នុងទំនេរស្រាប់តែឮក្ដុងក្ដាំងគេបាញ់កំភ្លើងអីណាក៏វាភ្ញាក់តែយើងអត់បានតាំងចិត្តថាចង់ឮសំឡេងកំភ្លើងទេប៉ុន្តែស្រាប់តែឮជាវត្ថុធាតុមួយយ៉ាងដែលកើតឡើងព្រោះផាសៈជាបច្ច័យព្រោះអារម្មណបច្ច័យសោតវិញ្ញាណធាតុយាដោយអំណាចនៃសោតវិញ្ញាណហ្នឹងមានប្រកបណាក៏ប៉ុន្តែសេចក្តីទុក្ខសេចក្តីសោកទាំងអស់នោះវាមិនមែនចូលមកដល់សន្តានចិត្តយើងព្រឹកតែម្ដងទេអានឹងត្រូវបានជាយើងគួរឲ្យជ្រះថ្លារីករាយនឹងធម៌របស់ព្រះអង្គដែលព្រះអង្គបង្រៀនយើងឲ្យមានយោនិសោមនសិការៈសេចក្តីទុក្ខសោកគ្រប់ប្រការទាំងអស់ដែលយើងទទួលស្គាល់ថាវាលំបាកណាស់វាទុក្ខណាស់វាព្រួយណាស់របស់ទាំងអស់នោះមិនមែនកើតព្រឹកជ្រាបមកក្នុងសន្តានចិត្តយើងតែម្ដងទេជារបស់ដាច់ដោយឡែកពីគ្នារបស់ណាដែលយើងទទួលស្គាល់ថាជារបស់សុខនាំមកនៅសេចក្តីសុខហ្នឹងក៏ដែរក៏មិនមែនដឹកបញ្ជូនសេចក្តីសុខហ្នឹងមកចូលក្នុងសន្តានចិត្តយើងតែម្ដងទេ
របស់ណាដែលជាអនិច្ចារម្មណ៍ដែលនាំមកនៅសេចក្តីទុក្ខកង្វល់ក្បែរចិត្តក៏ដោយក៏មិនមែនព្រឹកមកដឹកជញ្ជូននៅសេចក្តីទុក្ខមកឲ្យយើងទេគឺអាស្រ័យយើងខ្លួនយើងតែយើងព្រមសុខឬក៏ទុក្ខតែប៉ុណ្ណោះនឹងដូចជាត្រូវអ្នកដទៃនិយាយមិនសមរម្យអីមកលើយើងនៅក្នុងប្រទេសក្នុងនគរនីមួយណាបើយើងចេះតែការទុកមិនសុខចិត្តព្រោះគេមិនចូលចិត្តយើងចង់ឲ្យគេចូលចិត្តយើងគ្រប់គ្នាចង់ឲ្យគេសរសើរយើងគ្រប់គ្នាសូម្បីតែមានប្រាក់រាប់លានដុល្លារទៅទិញទឹកចិត្តគេឲ្យគេស្រឡាញ់យើងគ្រប់គ្នាក៏មិនបានដែរគង់មានអ្នកគេមិនស្រឡាញ់លុយគេតេះដៀលយើងមិនខានទេហ្នឹងតែបើយើងមិនឲ្យអីគេមិនឲ្យភាពស្និទ្ធស្នាលទៅគេគង់អ្នកដែលគេចង់ស្និទ្ធស្នាលចង់បាននេះបាននោះគេតេះដៀលយើងបើសិនជាយើងឲ្យអ្វីក្នុងលោកនេះដល់គេគង់មានអ្នកដែលគេមិនចង់បានគេតេះដៀលយើងដោយប្រការណាមួយមិនខានដូច្នេះសេចក្តីសុខផ្លូវចិត្តនេះសំខាន់ណាស់ដែលយើងត្រូវតែជាមនុស្សឆ្លាតហើយអាចខ្លាយទៅជាមនុស្សឆ្លាតបានវាទល់តែសន្សំនៅសេចក្តីចិត្តនឹងនៅក្នុងសន្តានចិត្តនឹងឯងធ្វើចិត្តនឹងឲ្យមានកម្លាំងហើយខ្ញុំជ្រាបថាសន្តានចិត្តដែលមានកម្លាំងគឺសន្តានចិត្តដែលមិនចេះតែញាប់ញ័រទៅដល់លោកធម៌យើងមើលចាស់ជីវិតរស់នៅជុំវិញរាល់ថ្ងៃហ្នឹងទាំងការប្រត់ប្រាស់ទាំងការជួបជុំយើងរាប់បញ្ចូលនៅក្នុងលោកធម៌គ្រប់គ្រាន់ហើយ8នឹងអត់មានណានៅខ្វះទេជាធម៌ប្រចាំលោកជីវិតរបស់យើងហ្នឹងគឺរស់នៅជាមួយលោកហ្នឹងឯងលោកនៃជីវិតហ្នឹងមាន8ហ្នឹងណាហើយបើនិយាយដល់បរមត្ថធម៌គឺលោក6ណាយើងដឹងឲ្យលោកភ្នែកលោកត្រចៀកលោកច្រមុះលោកអណ្ដាតលោកកាយលោកចិត្តហ្នឹងហើយលោកត្រចៀកលោកច្រមុះលោកអណ្ដាតលោកកាយលោកចិត្តហ្នឹងវាតែងទទួលបាននៅមហាសាគរដែលហូរមិនចេះឈប់សាគរគឺរូបសាគរគឺសម្លេងសាគរគឺក្លិនសាគរគឺរូបសាគរគឺផតថាពៈសាគរគឺធម្មរម្មណ៍នេះទៅជាសមុទ្រដែលគួរឲ្យខ្លាចនឹងសង្សារវដ្តហ្នឹងណាយើងនិយាយថាកើតចាស់ឈឺស្លាប់វិលវល់ក្នុងសង្សារវដ្តហ្នឹងអាហ្នឹងក៏វារបៀបហ្នឹងហើយក៏ប៉ុន្តែសាគរដ៏ពិតប្រាកដនោះគឺសមុទ្ររូបសមុទ្រសម្លេងសមុទ្រក្លិនសមុទ្ររសសមុទ្រផតថាពៈសមុទ្រធម្មរម្មណ៍តើសត្វលោកណាដែលឆ្លងផុតសមុទ្ររូបទេណាសត្វលោកណាដែលឆ្លងផុតសមុទ្រសម្លេងទេណាវាលែងតែព្រះអរហន្តកើតឡើងជាជាតិចុងក្រោយបន្ទាប់អំពីចតិហើយទៅផុតអំពីលោកទាំងអស់នេះដែលជាមហាសមុទ្រដ៏ក្រៃលែងហ្នឹងប៉ុន្តែសមុទ្រធំក៏ដោយចុះប្រសិនបើយើងមានទូកមានក្បូនមកមួយមានស្បៀងហ្នឹងក៏គ្រប់គ្រាន់ហើយក៏យើងមិនចាំបាច់បន់ស្រន់អង្វរកអំពីទេវតាណាដែរកតបកិច្ចគឺយើងត្រូវតែបើកក្តោងក្បូនរបស់យើងទៅមុខទៀតអានេះដែលជីវិតយើងកំពុងតែរស់នៅជាមួយនឹងសមុទ្រទាំងអស់ហ្នឹងសមុទ្ររូបសម្លេងសរុបផតថាពៈធម្មរម្មណ៍ទាំងអស់ហ្នឹងឯងយើងអត់មានទៅអង្វរកដើម្បីសុំឲ្យរូបនៅជារូបឬក៏ភ្នែកទៅជាភ្នែករបស់យើងទេអត់ទេព្រោះរបស់ហ្នឹងជារបស់បែកធ្លាយទៅជារបស់ខាងក្រៅហ្នឹងដែលរូបហ្នឹងក៏ឈ្មោះថាជារបស់ខាងក្រៅដែរដែលឈ្មោះថារបស់ខាងក្រៅគឺជារបស់ដែលមិនអាចបង្កប់បញ្ជាបានហ្នឹងតែរបស់ដែលជាមិត្តភក្តិរបស់ដែលជាខាងក្នុងពិតប្រកបគឺបុណ្យកុសលឬក៏បញ្ញាហ្នឹងតែម្ដងតែយើងត្រូវតែសន្សំតែយើងត្រូវតែកពូលក្នុងសន្តានចិត្តឲ្យបានច្រើននឹងពេលដែលយើងឈឺត្រជាយើងខំព្យាបាលត្រជាដើម្បីឲ្យជាដើម្បីឲ្យស្ដាប់មិនឮខំរកពេទ្យរកថ្នាំព្យាបាលឲ្យឮក៏ប៉ុន្តែញាតិញោមត្រូវចាំថាត្រជាដែលអាចឮវិញមកបាននោះណាមិនមែនសម្រាប់ឮតែសម្លេងល្អទេមិនមែនឮតែសម្លេងដែលនាំមកនៅបុណ្យកុសលទេឮសម្លេងដែលនាំមកនៅបាបក៏មានដែរនឹងយើងមានភ្នែកយើងឈឺយើងខ្វល់ខ្វាយយើងព្យាបាលដើម្បីបានភ្នែកនោះជាត្រឡប់មកវិញបំណងរបស់យើងចង់ឲ្យភ្នែកជាអ្នកទាំងអស់គ្នាដែលឈឺហ្នឹងគឺច្រើនគិតប៉ុណ្ណឹងឯងចង់បានភ្នែកជាមកវិញក៏ប៉ុន្តែវាគ្មានជាណាដែលមិនត្រឡប់ទៅរកឈឺនោះទេណាវាអត់មានជាណាដែលមិនត្រឡប់ទៅរកឈឺទេមិនមានរស់ណាមិនត្រឡប់ទៅរកស្លាប់វិញនោះទេយើងត្រូវដឹងថាពេលដែលភ្នែកជាមកវិញហើយបានឃើញវិញហើយមិនមែនឃើញតែរបស់ល្អទេមិនមែនសម្រាប់មើលតែអសរធัวទេវាមើលរបស់ផ្សេងច្រើនទៀតដែលជារបស់មិនបានការតែបើយើងគិតទៅដល់ពេលដែលយើងឈឺដែលយើងប៉ងប្រាថ្នាឲ្យជាហើយយើងយកភ្នែកយកទៅជាដើមនោះទៅស្ដាប់រឿងអត់បានការទៅមើលរឿងមិនមានប្រយោជន៍វាមិនសមទៅនឹងសេចក្តីប៉ងប្រាថ្នាឲ្យភ្នែកជាឲ្យត្រចៀកជាទេនឹង
ពេលដែលយើងឈឺយើងស្វាក់ស្វែងយើងស្វែងរកគ្រូបកែយើងស្វែងរកគ្រូពេទ្យពូកែដើម្បីឲ្យរូបកាយយើងនឹងបានជាប៉ុន្តែដល់តែបានជាហើយនៅខ្លួនឯងដូចគេថាបលែងខ្លួនឯងចោលដែលថាបលែងខ្លួនឯងចោលនោះត្រង់ថាពេលដែលខ្លួនឯងកំពុងមានសមត្ថភាពក្នុងការបំពេញបុណ្យកុសលស្វែងរកទ្រព្យគឺបុណ្យកុសលណាស្រាប់តែទុកជីវិតនឹងឯងឲ្យទំនេរអំពីបុណ្យកុសលនៅឆ្ងាយពីបុណ្យកុសលដូចជាយកជីវិតនឹងឯងដែលជារបស់មានតម្លៃហ្នឹងយកទៅបង្អាក់ចោលឬក៏មិនបានប្រើប្រាស់ជីវិតដែលកំពុងតែមានប្រយោជន៍ហ្នឹងឲ្យទៅជារបស់មានប្រយោជន៍អញ្ចឹងហ្នឹងហើយដូចថាការដែលមិនតាន់មានលុយដើម្បីរកស៊ីអីចេះនឹកឃើញថាចង់ទៅចោលការគេប៉ុន្តែដល់តែបានចងការគេបានមកហើយក៏ស្រាប់តែភ្លេចខ្លួនយកលុយនឹងឯងទៅលេងល្បែងយកលុយនឹងឯងទៅផឹកស៊ីទៅចាយវាដែលមិនអាចបានជាកម្រៃអ្វីឲ្យខ្លួនឯងបានទេដូច្នេះមនុស្សរបៀបនេះមិនអាចចាត់ថាជាមនុស្សដែលឆ្លាតឬក៏ស្គាល់តម្លៃនៃលុយដែលខ្ចីគេនឹងនោះទេព្រោះដឹងថាលុយនឹងខ្ចីគេហើយជាប់ចងការគេទៀតជីវិតយើងណាដូចជីវិតជាប់ថ្លៃការគេអញ្ចឹងញាតិញោមគ្រប់គ្នាគិតពិចារណាដែលយើងបានជីវិតនេះមកណាជីវិតនេះមកនិយាយដល់ចំពោះវាមិនមែនជារបស់យើងជារបស់ដែលត្រូវបែកធ្លាយទៅវិញហ្នឹងជារបស់ដែលត្រូវបែកធ្លាយទៅវិញពិតប្រាកដណាបើទុកជាមិននិយាយក៏ញាតិញោមគង់បានមានបានជ្រាបថាគង់តែបែកធ្លាយហើយដូច្នេះដែលសម្ដែងថាជាយាចិន្តៈណាជារបស់ខ្ចីគេមិនខុសទេព្រោះរបស់ខ្ចីវាត្រូវតែសងឲ្យបំណុលគេបំណុលនៃជីវិតនេះគឺសេចក្តីប្រាប់ប្រាស់នៃរាជសន្និសង្ខារការវិនិច្ឆ័យទៅវិញការរលត់ទៅវិញហ្នឹងបើយើងខ្ចីលុយគេមកហើយមុនដំបូងមិនទាន់បានលុយនោះយើងគិតថាឲ្យតែបានលុយមកយើងនឹងទៅរកស៊ីកិច្ចការដើម្បីចំណេញនឹងឆ្លងសងថ្លៃដើមទៅគេវិញដោយស្រួលហើយថ្លៃចំណេញយើងសងថ្លៃការគេខ្លះទៅនឹងបានមកជារបស់យើងតខ្លួនខ្លះអាហ្នឹងទៅជាបុគ្គលឆ្លាតដែលបានទ្របគេមកហើយដែលទ្របឡើងថ្លៃការហ្នឹងវាឡើងតាមថ្ងៃណាញាតិញោមវាឡើងតាមថ្ងៃទៅទៀតមួយខែទៅឡើងប្រហែលអញ្ចឹងជីវិតយើងមិនអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃមិនកាន់តែចាស់ចាស់នោះដូចជាប់ការគេរហូតអញ្ចឹងហើយបូកសំនឹងបានអកុសលដែលបានកើតឡើងផងអានឹងថ្លៃការមែនទេក្នុងជីវិតហ្នឹងបានជីវិតមកហើយវាសំដៅថាសម្រាប់អំពើល្អហើយដល់តែមកធ្វើអំពើអាក្រក់ជាមួយនឹងជីវិតដែលរស់នៅនេះគឺអានឹងថ្លៃការមិនដឹងសងពេលណារួចទៅទេណាអានោះមកប្រៀបធៀបនឹងញាតិញោមអាចស្ដាប់បានហើយជីវិតយើងដូចខ្ចីលុយគេមកហើយបើខ្ចីលុយគេមកហើយវាមិនមែនអត់ប្រយោជន៍ទេអានេះយើងក៏បីដឹងខ្លួនអញ្ចឹងណាបើទុកជាយើងមិនយល់លុយនឹងឯងទៅរកស៊ីយើងទុកវាទំនេរក៏អត់បានប្រយោជន៍ដែរអត់បានប្រយោជន៍ទេដល់ថ្ងៃត្រូវសងគេវិញបើគេចងការទៀតត្រូវឡើងថ្លៃការទៀតអញ្ចឹងអ្នកដែលមានបញ្ញាគេមិនទុកប្រាក់នឹងអត់អំពើទេត្រូវតែប្រកបមុខរបរដើម្បីទៅរកទទួលទាននឹងឯងបានចំណេញសងរបស់ដើមទៅគេវិញដោយមិនតាំងតែងទេចុះបើយកប្រាក់គេមកហើយអត់បានប្រកបមុខរបរទេប្រកបមុខរបរក៏ប្រកបខុសនៅក្នុងរឿងហើយបើយកមុខផ្សេងទៅខាតបង់ទៅដល់តែត្រូវគេមករឹបអូសយកទៅវិញតើត្រេកអររីករាយនឹងប្រគល់ឲ្យគេបានទេអត់បានជាដាច់ខាតដូចជីវិតដែលយើងបានមកនេះដែលយើងអត់បានបំពេញសេចក្តីល្អឲ្យបានគ្រប់គ្រាន់ឲ្យបានច្រើនហើយសន្សំនៅបាបអកុសលក្នុងជីវិតហ្នឹងដល់សេចក្តីនិរាសសេចក្តីប្រត់ប្រាស់មកដល់ជាពិសេសគឺដង្ហើមចុងក្រោយដែលសេចក្តីវិន័យចូលមកកាត់ផ្ដាច់នោះពិតជាមិនអាចដើម្បីព្រមទទួលឲ្យម្ចាស់គេបាននោះទេព្រោះឃើញថានៅខ្វះខាតដោយអីដោយអំពើបាបអកុសលដែលមកជានិមិត្តនៃពេលចិត្តស្លាប់នោះឯងអញ្ចឹងសេចក្តីស្លាប់ដែលមកគម្រាមនោះដូចជាម្ចាស់ទ្រព្យដែលគេមករឹបអូសអញ្ចឹងឯងនឹងត្រូវសងគេមិនដឹងជាពេលណារួចណាបើមិនសងគេត្រូវគេចាប់ត្រូវគេចងអានោះនៅក្នុងវិន័យសូត្រព្រះអង្គទ្រង់ត្រាស់សម្ដែងហើយណាដូច្នេះហើយយើងនៅមានជីវិតនេះរស់នៅសប្តាហ៍ថ្ងៃនេះយើងសប្បាយរីករាយនៅពេលដែលជួបនឹងអត្ថអារម្មណ៍ផ្សេងហើយក្នុងថ្ងៃដែលយើងរស់នៅនឹងមានថ្ងៃមួយចំនួនគឺយើងឈឺហ្នឹងទៅដឹងថាដៃជើងអវយវៈនៃតិចច្មកជាដើមនឹងមានតម្លៃមានតម្លៃមែនទេនៅពេលដែលយើងឈឺទៅយើងដឹងថារបស់ទាំងអស់នឹងមានតម្លៃហ្នឹងមានតម្លៃហើយតម្លៃហ្នឹងមិនមែនស្មើត្រឹមតែបានភ្នែកហ្នឹងហើយជាពីជំងឺវិញហើយនៅបដាបដោយជីវិតហ្នឹងទេជីវិតនេះខ្លីណាស់
mình dân tí tây về lấy căn thể phương ở dân nâng prư khai mình ai miền ấy chỉ tí phân bật bật tê phần này dân tệ lô cao thủ vô đại vì mình tiến tới chỉ riêng này non chỗ tới hàng sẽ đầy sạch cục này bên trong chỉ thăm này gì chỉ lịch gì mà bọn thăm là chi ở bên ở vậy chỉ tí phần tất cả tê ta nào lô cao đẹp thích sợ đâu để chư tạiไปสลับก็สลับแต่เหยียดมันบานทรายเนี่ยไปเตะเต๋อก็มันบานดังนะมันจับมันก็ไปสลับไปยังกินแต่ไปชื่อเนี่ยหน้าบานไปชื่ออย่างโดนยังบานยังชื่อทมิงโกนก็มันชื่ออย่างโดนยังบานชื่อเนเยียดก็มันช่วยชื่อยังบานนั่งไอ้ดอกยังเจอิสระไอ้เด้เดี๋ยวยังตัวก็เดี๋ยวยังเมียนเยียดจานยังเมียนบอหรือว่าจานเมียนเกลอกอันจานนะเวียนเมียนไปย้อนแต่ต้องเดี๋ยวยังประกันแต่ปนน้อยยังโจแต่ปนน้อยเดี๋ยวยังแทนยังแบบออกจ้ายังแบบกรอนบ้าdương với phần sau dương lại là tây ấy sọc rút tây để cây rọt an tây để cây tiệt tuông tây để cây ấy lên từ sau ấy sọc rút ấy anh đang đặt tham gia tự do trong này trong để luôn anh chỉ mà đúc châu cho cả đang này dương bị châu bị bàn chết mà được bàn chết nó nhưng đang bị châu tới châu ấy xung quanh là luôn đấy mình bóc trà rất sắp lẹ để luôn chơi rất nhiệt bò để qua nên dàn sáng trong ban show mơ ban sai thản đặt này ấy chẳng còn là bị ảnh đặt nó miền một ban chui vào bóng ai cả chơi chọc chọc trong riêng ca dương ba này đã rồi thế cướp nét chẳng nhưng mà cái này ở cha để miền thành nạn yêu sải dòng mình từ này mà để ai nhé mà để ai men trên đó và thôi đó bên đấy chơi được tha hay ở miền tất nhiên giống vì cha này mới cho bên chẳng đâu thìไปชื่อไปหลงบ้าชัดไปคำมีแต่ได้mộtคำchừng đâu giờไปกระด้างcả haiมีแต่ได้mộtกระด้างcả hai chừng đâu giờ dương luôn ai nhưng mà đôiแต่chắc luôn ai rươngแต่ยังคำngười ta phải rương xế đây là พุทธแห่งอหัมแห่งตั้งแต่แห่งสารนังเกจหามิ